ចាប់ផ្ដើមស៊ីចោអាសូឡាស៊ីតាមមួយផ្លែទេគឺអស់ហើយបាទនេះប្រភេទពូជកូនត្រីបាទអញ្ចឹងនៅក្នុងកសិដ្ឋាន400យើងមានពូជកូនត្រីចម្រុះបាទអញ្ចឹងបងដែលគាត់ចង់កំបានពូជកូនត្រីយកទៅចិញ្ចឹមនៅរដូវមានភ្លៀងស្រាប់មានទឹកបាទអញ្ចឹងបងប្អូនអាចជ្រើសរើសពូជបាននៅក្នុងនោះមានត្រីដែងបាទដែងពូជអព្រិចបាទមានដែងកូនកាត់មានដែងទុនសាច់លឿងបាទហើយមានប្រភេទត្រីក្រាញ់ជាក់មានប្រភេទត្រីកធរបាទហើយក៏មានប្រភេទខ្យងបឺបាទហើយក៏មានប្រភេទជាត្រីជាច្រើនដែលបងប្អូនអាចកម្មង់តាមតម្រូវការបានបាទនេះគឺទិដ្ឋភាពពេលយប់ហើយខ្ញុំចង់ណែនាំបន្ថែមអំពីការបាទចិញ្ចឹមត្រីឬក៏បំពន់ត្រីនៅក្នុងស្បៃបាទស្បៃនេះយើងអាចចិញ្ចឹមបាននៅក្នុងអូក្នុងទន្លេក្នុងបឹងក្រោយផ្ទះស្រះបាទឬក៏យើងអាចមានកន្លែងណាដែលជាទីជម្រៅហើយយើងពិបាកធ្វើអាងចិញ្ចឹមគឺយើងទិញតង់ស្បៃនេះយកទៅដាក់តែម្ដងគឺជាការស្រេចហើយមើលយើងដាំចោអាសាឡាឲ្យត្រីស៊ីហើយទឹកអត់មានក្លិនស្អុយទេទឹកអត់មានក្លិនស្អុយទេហើយប្រព័ន្ធរំលាយអាហាររបស់កូនត្រីហ្នឹងគឺសុខភាពល្អបាទនេះបងប្អូនឃើញវាស៊ីឡើងអស់តែម្ដងបាទអញ្ចឹងយើងដាក់ម្ដង5គីឡូបាទដាក់ម្ដង5គីឡូវាស៊ីតែមួយផ្លែទាំងអស់ហើយទឹកអត់មានធំក្លិនស្អុយទេបាទមានធំក្លិនស្អុយទេបាទអញ្ចឹងចោអាសាឡាចំណេញកន្លែងហ្នឹងហើយមួយទៀតតកតងទៅនឹងបាទស្បៃនេះគឺយើងធ្វើអាងទៀបអីយើងដាក់ស្បៃនឹងបតាតមកគឺយើងអាចចិញ្ចឹមបានអញ្ចឹងត្រីធំវាអត់ហក់រួចទេបាទនេះគឺទិដ្ឋភាពទូទៅនៅក្នុងកសិដ្ឋាន400បាទពេលរសៀលបាទហើយកន្លែងនេះគឺសិតតែអាងចិញ្ចឹមខ្យងហើយនឹងប្រកាត់ខ្យងហើយមានកូនខ្យងតូចជាច្រើនបាទរាប់ពាន់រាប់ម៉ឺននៅគៀនណាវាឡើងមកតោងបាទហ្នឹងហើយអរគុណច្រើនពុកម៉ែបងប្អូនណាជួបគ្នានៅវីដេអូបន្តទៀតបាទហើយកុំភ្លេចចង់បានបៃមុងចិញ្ចឹមទៅតឹង3បដោយ3តឹង3បដោយ4ទៅតឹង3បដោយ5ទៅតឹង3បដោយ6កម្ពស់1ម៉ែត្រទៅកម្ពស់2ម៉ែត្របាទទៅតឹង2បាទទៅតឹង2បាទបដោយ3បាទទៅតឹង3ទៅតឹង2បដោយ4ទៅតឹង2បដោយ6បាទតឹង2បដោយ5កម្ពស់1ម៉ែត្រកម្ពស់2ម៉ែត្របាទអញ្ចឹងយើងអាចបាទយកទៅបាទចិញ្ចឹមបាន